សួស្តីបងប្អូនអ្នកទី12ទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកតាក់ទងទៅនឹងគន្លឹះក្នុងការរៀនមុខវិជ្ជាភាសាខ្មែរដើម្បីទទួលបាននិទ្ទេស A សម្រាប់មុខវិជ្ជាមួយនេះដោយសារតែខ្ញុំគឺជាអតីតសិស្សថ្នាក់ទី12ហើយនៅក្នុងមុខវិជ្ជាភាសាខ្មែរគឺខ្ញុំទទួលបាននិទ្ទេស A នៅក្នុងមុខវិជ្ជានេះបាទអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំនឹងចែកតាក់ទងទៅនឹងគន្លឹះក្នុងការរៀនបាទមុខវិជ្ជាភាសាខ្មែររបស់ខ្ញុំកាលពីឆ្នាំ2022បាទនៅក្នុងមុខវិជ្ជានេះគឺខ្ញុំចែកជា2ផ្នែកធំទី1ការសិក្សាអក្សរសិល្ប៍ហើយទី2គឺការរៀនសំណេរអញ្ចឹងទី1ការសិក្សាអក្សរសិល្ប៍អញ្ចឹងដើម្បីឲ្យអ្នកទាំងអស់គ្នាយល់ពីបាទរឿងនិងអក្សរសិល្ប៍ជាច្រើនទាំងអស់ហ្នឹងបានស៊ីជម្រៅបាទបានយល់អត្ថន័យខ្លឹមសារពេញលេញគឺអ្នកទាំងអស់គ្នាបាទទាមទារឲ្យអ្នកទាំងអស់គ្នាត្រូវអានបាទចឹងអ្នកនរនេះស្វែងរកបាទរឿងអក្សរសិល្ប៍ជាច្រើនយកមកអានជាពិសេសរឿងមកដូចជារឿងទុំទាវរឿងកលាបៃលិនរឿងផ្កាសបូនរឿងតកែចិត្តចៅរឿងភូមិដេរឆាននិងរឿងផ្សេងជាច្រើនទៀតដែលអ្នកទាំងអស់គ្នាអាចស្វែងរកទិញដើម្បីយកមកអានប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាបាទមិនចង់អានទេអ្នកទាំងអស់គ្នាអាចស្ដាប់វិញព្រោះនៅក្នុង YouTube នៅក្នុង Channel មួយចំនួនគឺគេចែករំលែកជាលក្ខណៈការអានអញ្ចឹងអ្នកទាំងអស់គ្នាអាចដាក់ស្ដាប់បានបើសិនអ្នកទាំងអស់គ្នាមិនចង់អានប៉ុន្តែក៏មានពេលខ្លះទៀតអ្នកទាំងអស់គ្នាចង់ស្ដាប់អ្នកទាំងអស់គ្នាចង់អានឆាប់ចប់គឺអ្នកទាំងអស់គ្នាអាចទៅស្វែងរកសៀវភៅដែលគេសង្ខេបរឿងប៉ុន្តែគ្រាន់តែថាវាមិនមានអត្ថន័យពេញលេញគ្រប់គ្រាន់នៅក្នុងការឲ្យយើងយល់ខ្លឹមសាររឿងនីមួយៗទេព្រោះដោយសារគេមិនអាចសរសេរសម្រាយឲ្យយើងទាំងអស់ទេគឺគេសរសេរតែបាទមួយចំនួនហើយមួយចំនួនទៀតគឺវាខ្លឹមសារក្នុងសៀវភៅអញ្ចឹងជាយល់ល្អសម្រាប់ខ្ញុំគឺអ្នកនរនេះត្រូវអានបាទអានក៏បានស្ដាប់មកចប់ក៏បានដែរមិនជាបញ្ហាទេហ្នឹងគឺជាចំណុចទី1បាទកន្លឹះមួយទៀតអ្នកនរគ្នាស្វែងរកអក្សរសិល្ប៍បែបប្រជាប្រិយបាទអក្សរសិល្ប៍បែបប្រជាប្រិយអ្នកនរគ្នាអាចស្វែងរកនៅក្នុង website ក៏ដូចជាសៀវភៅផ្សេងដែលគេលក់លើទីផ្សារបាទអញ្ចឹងដូចជារឿងដែលមានតួអង្គបាទតួអង្គសត្វតួអង្គមនុស្សតួអង្គទេវតាតួអង្គយាយផ្សេងចឹងគឺជារឿងបែបអក្សរសិល្ប៍បែបប្រជាប្រិយហើយដែលយើងត្រូវអានប្រភេទអក្សរសិល្ប៍បែបប្រជាប្រិយដែរដោយសារតែនៅក្នុងប្រធានបទមួយចំនួនគឺយើងអាចបន្ថែមនៅអក្សរសិល្ប៍បែបប្រជាប្រិយចូលទៅបានលុះត្រាតែប្រធានបទនោះគេបិទប្រធានបទបែបបិទបាត់ន័យថាគេឲ្យលើកអក្សរសិល្ប៍នេះអក្សរសិល្ប៍នោះអាហ្នឹងគឺយើងអាចលើកអក្សរសិល្ប៍ប្រជាប្រិយមកបានប៉ុន្តែបើសិនជាគេនិយាយតាក់ទងទៅនឹងប្រធានបទទូទៅគឺយើងអាចយកអក្សរសិល្ប៍ប្រជាប្រិយហ្នឹងយកមកបន្ថែមទៀតដើម្បីបាទតាក់ទាញយកបន្ទុកកាន់តែច្រើនផងដែរបាទសម្រាប់ឯចំណុចមួយទៀតនោះគឺអ្នកទាំងអស់គ្នាព្យាយាមស្វែងរកទិញសៀវភៅបាទដែលគេនិយាយតាក់ទងពីការវិភាគតួអង្គវិភាគសាច់រឿងវិភាគអត្ថន័យផ្សេងអត្ថន័យផ្សេងនៅក្នុងរឿងហ្នឹងលម្អិតនៅក្នុងរឿងហ្នឹងហើយបើយើងត្រូវទិញសៀវភៅហ្នឹងព្រោះថានៅពេលដែលយើងអានសៀវភៅដើមចប់បាទសៀវភៅរឿងមួយចប់បើកាលណាយើងអត់ទៅទិញអាសៀវភៅប្រភេទដែលគេមានវិភាគតួអង្គល្អអាក្រក់គុណសម្បត្តិគុណវិបត្តិវិភាគអត្ថន័យខ្លឹមសាររឿងទេគឺយើងអត់អាចយល់រឿងនឹងពេញលេញទេហើយប្រធានបទមួយចំនួនគឺគេឲ្យយើងលើកឲ្យចំជាចំណុចនៅក្នុងរឿងហ្នឹងក៏យើងពិបាកនៅក្នុងការលើកក្នុងសំណេរផងយើងដែរអញ្ចឹងព្យាយាមទៅរកសៀវភៅដែលគេបាទសរសេរអំពីការវិភាគតួអង្គវិភាគរឿងវិភាគខ្លឹមសារផ្សេងនៃរឿងនីមួយនោះអ្នកនរគ្នានឹងអាចយល់ពីខ្លឹមសារនៃរឿងអក្សរសិល្ប៍នីមួយបានច្បាស់ហើយនៅពេលដែលយើងសរសេរសំណេរក៏ងាយស្រួលក្នុងការលើកឧទាហរណ៍ផងដែរបាទចំណុចតូចមួយទៀតអ្នកនរគ្នាគួរតែមានសៀវភៅកត់ត្រាមួយនៅពេលដែលអ្នកនរគ្នាអានគឺអ្នកនរគ្នាអាចមានកូនសៀវភៅឬក៏សៀវភៅកត់ត្រាមួយតាក់ទងអំពីព្រឹត្តិការណ៍ឬក៏ទីកន្លែងឬក៏បាទអត្ថន័យផ្សេងដែលសៀវភៅដែលអ្នកនរគ្នាបានអានហ្នឹងគឺអាចកត់ចូលទៅក្នុងបានព្រោះពេលខ្លះការអានយើងអាចនឹងងាយភ្លេចប៉ុន្តែបើសិនជាយើងអានហើយយើងបានកត់ត្រាបានណូតបន្ថែមទៀតបាទខ្ញុំជឿជាក់ថាវានឹងចាំបាទចាំហើយគឺពេលដែលធ្វើសំណេរគឺវាលោតចូលមកក្នុងខួរក្បាលយើងអូតូតែម្ដងនេះឆ្លងតាមបទពិសោធន៍របស់ខ្ញុំដែលខ្ញុំបានធ្វើការពីពេលនោះចឹងទាំងនេះគឺជាគន្លឹះនៅក្នុងការរៀនពីរឿងអក្សរសិល្ប៍របស់ខ្ញុំដែលខ្ញុំចែកនៅទៅកាន់អ្នកនរគ្នាអាចស្វែងរកទៅទិញសៀវភៅដែលខ្ញុំបាននិយាយបែបមិញក៏បានដែរយើងយកមកអានយកមកកត់ត្រាទៅគឺវានឹងទទួលបានលទ្ធផលល្អជាទីគាប់ចិត្តហើយបាទអញ្ចឹងចំណុចទី2ធំគឺការរៀនសំណេរអញ្ចឹងនៅក្នុងចំណុចនេះគឺខ្ញុំចង់បញ្ជាក់ថានៅក្នុងគន្លឹះមួយរបស់ខ្ញុំនោះគឺការរៀនបាទតាក់ទងអំពីទម្រង់នៃសំណេរនីមួយឲ្យបានច្បាស់លាស់
ឧទាហរណ៍ថាបើអ្នកទាំងអស់គ្នារៀនពីសំណេរបែបបញ្យលអ្នកទាំងអស់គ្នាត្រូវសិក្សាឲ្យលម្អិតថាសេចក្តីផ្ដើមមានអីគេខ្លះចំណុចតូចៗតួសេចក្តីមានអីខ្លះសេចក្តីបញ្ចប់អីគេខ្លះហើយសិក្សាវាឲ្យបានស៊ីជម្រៅហើយឲ្យចាំទម្រង់បើកាលណាអ្នកទាំងអស់គ្នាខណៈពេលអ្នកនរកំពុងតែប្រឡងអ្នកនរភ័យពេកអ្នកនរភ្លេចទម្រង់អស់ហ្នឹងគឺវាលែងតែជាការល្អសម្រាប់ក្នុងមុខវិជ្ជាផងយើងហើយដោយសារតែយើងបានភ្លេចទម្រង់ទាំងអស់ហ្នឹងអញ្ចឹងអ្នកនរគ្នាព្យាយាមអាននិងព្យាយាមរៀនសិក្សាឲ្យស៊ីជម្រៅជាមួយនឹងទម្រង់នៃសំណេរទាំងអស់ហ្នឹងកន្លឹះផងខ្ញុំមួយទៀតនោះគឺការស្វែងរកសំណេរផ្សេងៗនៅក្នុងប្រព័ន្ធ social media YouTube ឬក៏ Facebook ប៉ុន្តែសម្រាប់ខ្ញុំ recommend ឲ្យអ្នកទាំងអស់នេះចូលទៅមើល channel លោកគ្រូខ្មែរ writing អ្នកនេះវាយខ្មែរ writing ទៅគឺនឹងចេញ channel ของគាត់ហើយគាត់ចែករំលែកតាក់ទងពីរបៀបសរសេរសំណេរតាក់ទងទៅនឹងប្រធានបទទូទៅប្រធានបទបែបមិនគឺមានច្រើនមែនតើអ្នកនេះអាចចូលទៅក្នុង YouTube ហើយដាក់ថាខ្មែរ writing នឹងចេញសំណេរហ្នឹងហើយពួកការពេលខ្ញុំប្រឡងខ្ញុំបានមើលវីដេអូផងលោកគ្រូដែរឃើញថាទទួលបានប្រសិទ្ធភាពល្អបាទចំណុចមួយទៀតគឺការរៀនសរសេរសំណេរដោយប្រើគំនិតខ្លួនឯងអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំទទួលស្គាល់ថាការរៀនសំណេរការសរសេរសំណេរគឺវាចំណាយពេលយូរហើយគឺវាសរសេរច្រើនប៉ុន្តែវាគ្មានផ្លូវកាត់នៅក្នុងការរៀនសំណេរឲ្យខ្លាំងក្រៅតែពីការអង្គុយសរសេរដោយប្រើគំនិតខ្លួនឯងទេអ្នកទាំងអស់គ្នាអាចមានកដាស់ឬក៏មានសភៅអ្នកទាំងអស់គ្នាព្យាយាមរកប្រធានបទណាមួយដែលគាត់ថាมันល្មមសម្រាប់សមត្ថភាពអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នារៀនតែងវាដោយប្រើប្រាស់គំនិតបញ្ចេញបញ្ចូលដោយខ្លួនឯងហើយបន្ទាប់ពីអ្នកទាំងអស់គ្នាសរសេររួចហើយអ្នកទាំងអស់គ្នាអាចយកទៅឲ្យលោកគ្រូអ្នកគ្រូដែលគាត់បាទនៅសាលាហ្នឹងយើងអាចឲ្យគាត់ពិនិត្យឲ្យយើងបានពេលនោះយើងនឹងសិក្សាបានតាក់ទងអំពីចំណុចខ្វះខាតចំណុចខ្លាំងចំណុចផ្សេងៗដែលគាត់នឹងបញ្យល់ប្រាប់យើងពីព្រោះថាលោកគ្រូអ្នកគ្រូគឺគាត់ពេញចិត្តនិងសប្បាយរីករាយណាស់នៅពេលដែលសិស្សបាទរៀនដោយខ្លួនឯងហើយមានចម្ងល់ឲ្យអាចទៅសួរគាត់បានគឺគាត់នឹងផ្ដល់ចម្លើយជាទីពេញចិត្តតែម្ដងកុំមានអារម្មណ៍ថាភ័យខ្លាចឬក៏គិតថាគាត់នឹងធន់យ៉ាងអីព្រោះគ្រូលោកគ្រូអ្នកគ្រូគឺគាត់យកចិត្តទុកដាក់នៅក្នុងការបរៀនយើងណាស់បាទនៅក្នុងវិធីនេះក៏ខ្ញុំមានជាកន្លឹះទូចមួយទៀតថានៅពេលដែលអ្នកនរនេះរៀនសរសេរអ្នកនរនេះអាចកំណត់ពេលអ្នកនរនេះអាចយកពេលវេលាតាមក្រសួងអប់រំដែលគាត់បានដាក់ឲ្យប្រហែលម៉ោងដែលឲ្យសរសេរនៅក្នុងមុខវិជ្ជាភាសាខ្មែរហ្នឹងអ្នកនរនេះអាចសាកកំណត់មើលហើយយើងសាកសរសេរដោយប្រើគំនិតយើងមកតើពេលដែលយើងសរសេរចប់មកសំឡេងហ្នឹងយើងចំណាយពេលអស់ប្រហែលនាទីប្រហែលម៉ោងអញ្ចឹងបើសិនជាយើងចំណាយយូរខ្លាំងពេកអញ្ចឹងយើងនឹងរកវិធីសាស្ត្រថាតើធ្វើមិនបានបីម៉ាត់ល្មមសមជាមួយនឹងវិនាទីឬក៏ម៉ោងពេលវេលាដែលក្រសួងបានផ្ដល់ឲ្យហ្នឹងបាទអញ្ចឹងគឺយើងរៀនហាត់ដំខ្លួនឯងពីអញ្ចឹងបន្ថែមទៀតបាទទាំងនេះហើយគឺជាវិធីសាស្ត្រនៅក្នុងការរៀនភាសាខ្មែររបស់ខ្ញុំដែលខ្ញុំទទួលបាននិទេស A កាលពីឆ្នាំ2022អញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចយកវិធីនេះយកទៅអនុវត្តហើយនឹងទទួលបានលទ្ធផលបានល្អប្រសើរជាចុងក្រោយខ្ញុំទទួលស្គាល់ថាមុខវិជ្ជាភាសាខ្មែរគឺជាមុខវិជ្ជាមួយដែលសរសេរច្រើនគិតច្រើនបាទហើយស្រាវជ្រាវច្រើនប៉ុន្តែអ្នកនរនេះក៏មានអារម្មណ៍ថាធុញទ្រាន់នោះអីពីព្រោះថាការជោគជ័យនៅក្នុងការរៀនសូត្រគឺពុំមានផ្លូវកាត់ទេគឺទាមទារឲ្យយើងសិក្សាស្រាវជ្រាវឲ្យយើងខិតខំប្រឹងស្វះស្វែងនៅក្នុងការសរសេរនៅក្នុងការទន្ទិញនៅក្នុងការចងចាំអញ្ចឹងទៅបាទអញ្ចឹងសង្ឃឹមថាវីដេអូមួយនេះនឹងអាចផ្ដល់ជាផលប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាហើយនឹងក៏ជួយបាទពង្រឹងនៅក្នុងសមត្ថភាពការរៀនភាសាខ្មែររបស់អ្នកទាំងអស់គ្នាដែរជួបគ្នានៅវីដេអូក្រោយបាយបាយ